សួស្តីបងអូនទាំងអស់គ្នាសម្រាប់បងដែលtừngបើករកស៊ីថ្មីជួបប្រទះបញ្ហាដូចខ្ញុំអស់ជាពិសេសគឺបញ្ហាអ្នកជិតខាងតែម្ដងឲ្យតែពេលឃើញយើងបើករកស៊ីអីថែមមុខរបរអីដូចជាយើងធ្លាប់មានមុខរបរហើយថែមអីចេញជួយសួរហ្នឹងហើយរកស៊ីអីឲ្យគាត់ហងៃហ្នឹងបងប្អូនអើយតាមកពិតរកស៊ីអីក៏ដោយធ្វើការអីក៏ដោយថាការងារសំណងគូលក់កាហ្វេលក់បានចាប់ពួយអីក៏ដោយឲ្យតែបានលុយឲ្យតែមានប្រាក់ចំណូលចូលផ្ទះឲ្យតែមានសញ្ញាបោកគឺខ្ញុំចាប់ផ្ដើមធ្វើតែទាំងអស់ហ្នឹងហើយការងារទាំងអស់ហ្នឹងខ្ញុំមិនទៅចង់ចាញ់ចង់ឈ្នះជាមួយនរណាទេដោយសារតែកន្លែងខ្ញុំហ្នឹងគឺមួយគាត់ចូលទិញភីសាហើយគាត់តែងតែសួររកជាមួយនឹងភេសជ្ជៈដោយសារតែគាត់អ្នកបើកឡានធំដល់ពេលអញ្ចឹងទៅគឺមានការពិបាកក្នុងការឈប់ឡានពី3ដងអញ្ចឹងហើយគាត់ថែមថាបងឯងចាំថែមម៉ឺនុយកាហ្វេថែមអីទៀតទៅដើម្បីឲ្យពួកគាត់ចូលមកទិញភីសាហើយបានទិញភេសជ្ជៈញ៉ាំតែម្ដងពួកគាត់អត់ងាយបានឈប់ឡានមកកន្លែងពីកន្លែងអីចឹងទេដោយសារតែឡានធំពិបាករកកន្លែងចតអីចឹងណាហើយណាមួយគឺកន្លែងរបស់ខ្ញុំនឹងរៀងទលាយផងដែរហើយនេះគឺម៉ឺនុយថ្មីនៅកន្លែងខ្ញុំបងប្អូនមច្ឆាលាយជាមួយនឹងសៃរ៉ាប់នេះគឺរសជាតិ strawberry បងប្អូនទាំងអស់គ្នាហើយបញ្ជាក់ពីរសជាតិវិញគឺឆ្ងាញ់មែនតើគឺមួយគាត់កំងពី3កែវហើយខ្ញុំក៏ចង់ដឹងថារសជាតិឆ្ងាញ់ខ្ញុំក៏ញ៉ាំខ្លួនឯងដែរតែមុននឹងដាក់លក់ឲ្យភ្ញៀវគឺត្រូវតែញ៉ាំខ្លួនឯងពី3កែវដែរហ្នឹងណាបងអូនអើយហើយដឹងចំណាញ់មិនចំណាញ់ទេដោយសារតែអ្នកលក់ហ្នឹងគឺចូលចិត្តដែរហ្នឹងណាពពួកមច្ឆាគេថាញ៉ាំមច្ឆាស្អីស្អាតអីចឹងទៅហើយអ្នកលក់នេះចង់ខ្លាចជាស្អីស្អាតចឹងណាក៏ចង់ញ៉ាំមច្ឆាដែរហើយថ្ងៃនេះគឺព្រឹកព្រលឹមមែនតើបងប្អូនមួយគាត់ចូលមកច្រើនណាអរគុណច្រើនបងទាំងអស់គ្នាសម្រាប់ការគាំទ្រហើយអ្នកលក់អត់តាន់បានរៀបចំខ្លួនប្រាណទេគឺចេញមកលក់ឲ្យមួយសិនហើយដោយសារតាំងពីព្រឹកព្រលឹមរហូតមកដល់ស្មានហ្នឹងម៉ោង8 9ហើយតែអ្នកលក់ទៅតែតនេដៃហើយក៏ធ្វើខ្លួនឯងញ៉ាំមួយកែវនិងធ្វើជាវីដេអូសម្រាប់បងទាំងអស់គ្នាបងណាដៃថ្មីដូចខ្ញុំមានមួយច្រើននៅបងចាគឺការរកស៊ីដបងគឺតិចតួចតែប៉ុណ្្នឹងទេគាត់ថាគឺសំខាន់គឺភាពរឹងមាំរបស់យើងអនាម័យនិងទឹកដៃជាពិសេសគឺភ្ញៀវតែបីគាត់ញ៉ាំទៅគាត់តែឲ្យ feedback ហើយស្ទើអីឬមួយក៏ចង់បានបែបម៉េចយើងមុននឹងធ្វើភេសជ្ជៈអីមួយគឺសួរភ្ញៀវទៅបងឧទាហរណ៍ថាញ៉ាំកាហ្វេតកកបងកាហ្វេតកកជាស្ករប៉ុន្មានផ្អែមប៉ុន្មានភាគរយឬមកជាចឹងទៅកាហ្វេដោះគោបងយកផ្អែមប្រហែលភាគរយឬកាហ្វេចាស់កាហ្វេខ្ចីគឺអាស្រ័យលើយើងអ្នកលក់ឲ្យបងប្អូនបើយើងចេះតែធ្វើតាមទាំងគេប្រាប់ថាកាហ្វេដោះគោយើងដាក់តែកាហ្វេដោះគោអត់មានសួរទាំងបងចង់បានរសជាតិបែបម៉េចឬមួយបែបម៉េចអីចឹងណានិយាយទៅនេះជាបទពិសោធន៍កន្លែងរបស់ខ្ញុំបងទាំងអស់គ្នាគួរតែសួរភ្ញៀវមុនយើងធ្វើអីសូម្បីតែខ្ញុំលក់ភីសាក៏ចឹងដែរបងអូនហើយគឺខ្ញុំសួរគាត់បងភីសាបងយករសជាតិដិតឬរសជាតិទូទៅធម្មតាអីចឹងណាពួកអីដោយសារតែភ្ញៀវខ្លះគាត់ចូលចិត្តបែបដិតភ្ញៀវខ្លះគាត់ចូលចិត្តបែបសាមញ្ញចាបាយអរគុណបង